បាទជាដំបូងនៅពេលដែលយើងចង់ឆាំង background នេះអញ្ចឹងយើងអាចចុច Control Alt ហើយនឹង O អញ្ចឹងកន្លែងនេះគឺយើងចុចនៅលើ select subject មួយអញ្ចឹងរងចាំប្រហែលជាបន្តិចបើសិនជា value នឹងអាស្រ័យលើកុំព្យូទ័ររបស់បងប្អូនដែរបាទបើសិនជាសម្រាប់មនុស្សប្រុសជួនកាលគាត់មានសក់រាងរញ៉េរញ៉ៃអញ្ចឹងកន្លែងនេះយើងអាចចុច refine hair នេះមកបាទដើម្បី select ទាំងសក់តូចៗរបស់គាត់អញ្ចឹងណាបាទអញ្ចឹងបន្ទាប់មកទៀតគឺបងប្អូនអាចសារ៉េតាក់ទងទៅនឹង smooth បាទបានន័យថាធ្វើឲ្យកន្លែងដែលយើងកាត់សក់ហ្នឹងគឺមើលទៅគឺម៉ត់អត់សូវគ្រើមពេកអញ្ចឹងយើងអាចសារ៉េតាមនឹងទៅហើយនៅក្នុងនេះមានច្រើនទៀតណាបាទតែដោយសារតែខ្ញុំរូបដែលមានសក់នេះគឺស្អាតស្រាប់ហើយអញ្ចឹងគឺខ្ញុំអត់សារ៉េអីច្រើនទៀតទេគឺខ្ញុំគ្រាន់តែចុច OK តែប៉ុណ្ណោះបាទអញ្ចឹងបន្ទាប់ពីខ្ញុំចុច OK ហើយបានន័យថារូបនេះគឺខ្ញុំអាចទាញទៅដាក់ layer ថ្មីមួយបានអញ្ចឹងខ្ញុំនឹងបង្កើត layer ថ្មីមួយខ្ញុំចង់ដាក់ទៅជា layer ផ្ទៃពណ៌សបាទអញ្ចឹងខ្ញុំបង្កើតបែបនេះហើយបាទអញ្ចឹងបន្ទាប់មកគឺខ្ញុំនឹងទាញចូលទៅផ្ទៃពណ៌សមួយទៀតបាទអញ្ចឹងរបៀបនៃការទាញរូបភាពគឺយើងទាញចាប់ជ្រុងអញ្ចឹងមកបាទហើយយើងអាចអូសឲ្យដល់ជ្រុងបែបនេះមកយើងចាប់ទាញជ្រុងបើសិនជាយើងទាញជ្រុងបែបនេះគឺរូបភាពយើងអត់វេកកវៈទេណាបាទអញ្ចឹងចុច enter មកគឺយើងបានផ្ទៃពណ៌សហើយបាទបន្តមកទៀត save អញ្ចឹងវិធីមួយដែលយើងអាច save ឲ្យលឿនជាងហ្នឹងគឺយើងអាចចុច Control Alt Shift ហើយនឹង W បាទអញ្ចឹងត្រង់ចំណុចនេះគឺយើងអាចសារ៉េនៅកន្លែងបានន័យថាកម្រិតច្បាស់ឬមួយគឺយើងអាចថាគុណនឹង2គុណនឹង3អញ្ចឹងទៅអញ្ចឹងបើសិនតែយើងដាក់ខ្ពស់resolution របស់វាក៏កាន់តែខ្ពស់កម្រិតច្បាស់របស់វាក៏កាន់តែច្បាស់ខ្លាំងបើសិនជាយើងយកទៀបរូបភាពយើងក៏គុណភាពរបស់វាទៀបតាមនឹងដែរបាទអញ្ចឹងតាក់ទងត្រង់ចំណុចនេះបើសិនជាយើងចង់ជា PNG ក៏យើងអាច save ជា PNG បានដែរក៏ប៉ុន្តែយើងត្រូវតែដក background ចេញសិនណាបាទអញ្ចឹងយើង save យកជារូបភាពធម្មតាបន្ទាប់មកកន្លែងquality អញ្ចឹងខ្ញុំចង់បានរូបភាពច្បាស់អញ្ចឹងខ្ញុំអាចទាញឲ្យច្បាស់បើសិនជាបងប្អូនរូបភាពដែលច្បាស់ស្រេចហើយมันច្បាច់ឲ្យច្បាស់ជាងនឹងទៀតក៏បានដែរបាទអញ្ចឹងបន្ទាប់មកទៀតដោយសារតែចំណុចផ្សេងគឺខ្ញុំអត់សារ៉េទេដើរត្រូវអស់ហើយអញ្ចឹងខ្ញុំចុច export តែម្ដងបាទអញ្ចឹងខ្ញុំដាក់ picture ហើយខ្ញុំចុច save អញ្ចឹងយើងរងចាំតិចទៅ picture មួយទៀតអញ្ចឹងខ្ញុំបើកមើលមកបាទអញ្ចឹងបើសិនតែយើងបរិចបើយើងបរិចមើលគឺរូបភាពនេះគឺច្បាស់បាទអូខេ